ថៃឆ្លៀនពៀនទឹកដីកម្ពុជាហេតុអ្វីបានជាគ្មានពួកគេកោតទោសថៃទៅវិញខ្ញុំនៅក្នុងប្រធានបទទី2នេះនឹងលើកយកចំណុចមួយពាក់ព័ន្ធជាមួយនឹងគ្រោះនៅក្នុងលៀបឬក៏លៀបនៅក្នុងគ្រោះគឺខ្មែរគួររួមគ្នាប្រមូលផ្ដុំនៅតំបន់សាឡេះមហាមរកម្មសេតវិមានអាមេរិកដើម្បីទាមទារឲ្យថៃដកទ័ពចេញពីកម្ពុជាលក្ខភិរមហើយចំណុចគ្រឿងក្លែងដែលខ្ញុំដាក់នៅក្នុងវគ្គចរនេះខ្ញុំលើកយកតាមពិតជាប្រធានបទទី2ប៉ុន្តែដោយសារតែវាប្រធានបទនេះវាដាច់ឆ្ងាយពេកបាទពីប្រធានបទទី1ចឹងខ្ញុំលើកយកមកធ្វើជាគ្រឿងក្លែងចុះប្រិយមិត្តសម្បូរពេក share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សនតារាមយ៉ាផានស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នែកកំណត់ចឹងសម្បត្តិថ្ងៃនេះមានគ្រឿងក្លែង3ទី1ជេទី2ថៃទៅដកទ័ពចេញពីទឹកដីកម្ពុជាទី3ហេតុអ្វីថៃលុបចោលកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរកន្លងមកមិនមែនបច្ចុប្បន្នទេនឹងដោះលែងយុទ្ធជន18រូបគីហឿងនេះគិតតួទី1ជេដោយសារតែឥឡូវនេះឃើញប្រធានបទជេក៏ជាប្រធានបទមួយសំខាន់ដែរសម្ដេចនិយាយអំពីសៅបដាវាបន្តិចធ្លាប់មុនពេលថៃវាយកាន់កាប់ទឹកដីខ្មែរតាមព្រំដែនជាប់ប្រទេសថៃទាំងអស់ថាត្រូវតែចាប់ដាក់គុកមិនអត់ឱនសុខាឆៃអ្នកដែលជេនៅក្នុងទំព័រ Facebook បុកជេអ្នកដឹកនាំឬក៏ណាក៏ដោយណាក្រោយសម្ដេចតារាស្វីទីថ្លែងបានមួយថ្ងៃស្អែកឡើងថៃទម្លាក់គ្រាប់បែកផ្ដាច់ស្ពាននៅខេត្តសៀមរាបផ្ដាច់ទម្លាក់នៅខេត្តបាត់ដំបង4គ្រាប់ចិត្តភ្នំសំពៅវាយចូលទៅខេត្តបន្ទាយមានជ័យគឺព្រំដែនអន្តរជាតិប៉ោយប៉ែតវិទ្ហេរ៉ូណាហើយគុជសម្បូរក្រោយថៃវេលុកខ្លាំងថៃក៏ដាក់លក្ខខណ្ឌសម្លុតឲ្យយើងចុកចាញ់សង្គ្រាមតែយើងចាញ់ក៏មិនអីដែរមែនទេប៉ុន្តែបាត់ទឹកដីអានឹងគ្រឿងសំខាន់ជេត្រឡប់ទៅវិញចុះវាមានពាក់ព័ន្ធនឹងជេវាពាក់ព័ន្ធត្រង់ថាប្រទេសកំពុងតែមានបញ្ហាសត្រូវឬក៏បរទេសឆ្លៀនពៀនហ៊ុនសែនយកអារម្មណ៍ទៅខ្វល់ខ្វាយរឿងកប៉ិកប៉ុកក្នុង Facebook ធំជាងការបាត់បង់ទឹកដីនិងបាត់បង់ផ្ទះសម្បែងប្រជាជនរាប់រយខ្នងគឹមលីនឡាវនឹងការបាត់បង់អាយុជីវិតពលរដ្ឋខ្មែររាប់ម៉ឺនរាប់សែននាក់ខេត្តដែលរស់នៅតាមបន្ទាត់ព្រំដែនអានេះគឺរឿងសំខាន់មួយជេអានេះបញ្ជាក់មួយទៀតជេក្រោយពីរមេតរុំសម្ដេចបានថ្លែងនេះពូដាយ៉ាងដូច្នោះគណៈបកប្រជាជនពីដើមណាសុកទី1ដែលធ្លាប់តែស្លូកទៅជាចេះជេរបចៅអស់លីងបងប្អូនពាក្យហ៊ុនសែនគឺជាការលើកស្ទួយអសិលធម៌សង្គមគឺជាការលើកស្ទួយនៅវប្បធម៌ជេរប្រមាថបងប្អូនអាចឆ្ងល់ថាលោកគ្រូគាត់ថាណេះដាំងខៅអាណាជេរគាត់ចាក់ដាក់គុកតើអានឹងជាការលើកទឹកចិត្តពីព្រោះហ៊ុនសែនគាត់ថាអាណាដែលជេរគាត់ជេរគណៈបកប្រជាជនជេរថ្នាក់ដឹកនាំត្រូវតែជាប់គុកច្រៃខាត់មិនអាចលើកលែងឲ្យអានេះមានតែមិនis enterprise មានន័យថាម៉េច21ទីតាំងមិនមែន18មានន័យថាម៉េចណាមានន័យថាហ៊ុនសែនបានលើកទឹកចិត្តឲ្យគណៈបកប្រជាជននឹងជេរពីព្រោះមកអាទូជេរគណៈបកប្រជាជនមានទោសជេរហ៊ុនសែនមិនមែនជេរហ៊ុនសែនជេរគណៈបកប្រជាជនត្រូវជាប់គុកអញ្ចឹងបើតាម logic មានន័យថាម៉េចមានន័យថាជាការបើកឲ្យមនុស្សនឹងបញ្ចេញកំហឹងឲ្យមនុស្សនឹងពុះកញ្ជ្រោលញុះញង់អានឹងជាដូចជាញុះញង់ឲ្យមានការជេរប្រមាថទៅលើគណៈបកប្រឆាំងទៅវិញពីព្រោះបើគាត់និយាយថាចេះស្រីនេះអានឹងប៉ុន្តែបើគាត់និយាយថាយើងមិនត្រូវលើកស្ទួយនៅវប្បធម៌ជេរប្រមាថហើយគណៈបកប្រជាជនមិនចាំបាច់ទៅខ្វល់ខ្វាយឬតបតជាមួយណាគណៈបកប្រឆាំងជ្រុលនិយមដែលជេរប្រមាថទេបងប្អូនកុំទៅរវីរវល់គិតតែពីរឿងលើកទឹកចិត្តកងទ័ពជួយជនភេសកនិងប្លុកអាណាជេរប្រហែលចូលប្លុកចោលទៅយើងមិនបាច់ទៅខ្វល់ខ្វាយរវីរវល់អីទេហើយគណៈបកប្រជាជនដើម្បីធ្វើជាគំរូយើងត្រូវតែនិយាយពាក្យដែលមានសិលធម៌អានឹងគឺមនុស្សអត់ជេរវិញបងប្អូនអានឹងគឺមនុស្សជេរវិញបងណាប៉ុន្តែបើគាត់និយាយថាអាណាជេរក្នុងទំព័រណាក៏ដោយឲ្យតែជេរគណៈបកប្រជាជនឲ្យតែជេរថ្នាក់នាំត្រូវតែជាប់គុកច្រៃខាត់បងប្អូនមានអានឹងបើហឺ
ប្រយុទ្ធដាក់ទៅហើយដាក់ទៅដល់ទៅពេលដាក់ទៅបងប្អូនអាការជេរហ្នឹងវាមិនមែនចប់នឹងគណៈបកប្រជាជនជេរណាវាប្រយុទ្ធវាទៅជាបាច់ទឹកដាក់គ្នាដល់ទៅពេលបាច់ទឹកដាក់គ្នាវណ្ណាវណ្ណគឺវាទៅមិនបាច់ទឹកដាក់គ្នាវាមិនជេរទៅជេរមកដល់ជេរទៅជេរមកហ្នឹងគឺពេញ Facebook នោះឃើញតែជេរពេញ Facebook ឃើញតែជេរដល់តែពេលជេរទៅគឺគណៈបកប្រជាជនមួយចំនួនវាអត់មានអ្នកគ្រប់គ្រងទេណាដូច្នេះអាចំនួននៃការជេរដែលពិតប្រាកដណាមិនជេរខ្លាំងពួកគណៈបកជេរគេចូលជេរតែអ្នកនេះដែលចូលជេរតែមនុស្សសំខាន់តែអ្នកផ្សេងទៀតអត់ស្គាល់អត់ណាដល់តែពេលអញ្ចឹងទៅគណៈបកប្រជាជនមួយចំនួនគាត់តែបើកហៅមកទៅមហាជនផ្ទះប៉ាំងអានោះបងប្អូនតែលើកទឹកចិត្តប៉ាំងអ្នកខ្លះលបួសបងណារំដាកឹមអ្នកខ្លះលបួសចង់ខ្យល់កទៅរកតឡាការអាខ្លួនឯងជេរគេបានតែដល់តែពេលគេជេរទៅវិញទៅចាប់ផ្ដើមទៅនេះលូរទាំរឿងផ្ដឹងផ្ដាល់គេសកម្មរដ្ឋពុំអញ្ចឹងហើយបងប្អូនណាយើងបើនិយាយពីសូនរាមវិញបងប្អូនតែគាត់និយាយអញ្ចឹងណាសង្គម Facebook ស្ងប់ស្ងាត់ភាគច្រើនណាប៉ុន្តែគាត់ថាអញ្ចឹងអានេះខ្ញុំនិយាយរឿងមួយជេរមែនទេគ្រឿងខ្លែងទី2គីងគឺព្រៃចំណេះ share វីដេអូនេះទៅកាន់ព្រៃចំណេះទៀតគិតវិសាលទូរទស្សន៍សូនតាស្រាក់ខោជន់បដិការផ្លាស់ប្ដូរបាត់កំណត់បងប្អូនអ្នកដែលមិនសាញខ្ញុំឲ្យមានការជេរប្រមាថអាពាក្យគាត់មកប្រាវហ្នឹងណាសម្ដីគាត់បើកតាមអាពីហ្នឹងណាដូចជាសូនតាបងប្អូនណាបងប្អូនមានដឹងពីមុនសូនតាមួយដែលខ្ញុំឧស្សាហ៍និយាយតែកន្លងមកដូចខ្ញុំភ្លេចនិយាយព្រោះរឿងវាជាក់ស្ដែងពេកណាខ្ញុំតេស្តកូនសិស្សសូនតាសិនមុននឹងចូលទៅដល់គ្រឿងខ្លែងទី2គ្រឿងខ្លែងទី3ប្រទេសកន្លះនេះចុះព្រោះគ្រឿងខ្លែងទី3គឺកូនប្រធានបတ်តូចនេះខ្ញុំយកប្រធានបတ်ចុងក្រោយមកនិយាយបងប្អូនមានធ្លាប់ឮសូនតានិយាយពាក្យមួយបើកាលណាសម្ដេចនិយាយអីមានន័យថាយ៉ាងដូចម្ដេចបើសម្ដេចនិយាយអីមានន័យថាដូចម្ដេចបើសម្ដេចនិយាយអីបើសម្ដេចធ្វើអីតើមានន័យយ៉ាងដូចម្ដេចខ្ញុំលើកឧទាហរណ៍មួយរំលឹកបងប្អូនតិចចុះកាលកូវីដអានេះខ្ញុំនិយាយរឿងមួយទៀតតើខ្ញុំលើកតែមួយក្នុងចំណោមជាច្រើនប្រទេសទៀតសុកម៉ៅមិនមានវ៉ាក់សាំងណាខ្ញុំនិយាយបន្តខ្ញុំចោលភ្នែកមើលបងប្អូនយើងខមមិនបើមានអ្នកណាខមមិនមួយត្រូវយល់សំណួរលោកគ្រូមានន័យថាកូនសិស្សសូនរាអស់ចាឌីបាត់ដំបងមិនដូចចិត្តទូចាស់សុំជួបគាត់ដើម្បីទៅលាចូលទូតថ្មីកាលនោះខាត់ម៉ាត់តារាជសិឥណ្ឌាទទួលបានសិទ្ធិពីអង់គ្លេសនិងអាមេរិកផលិតវ៉ាក់សាំងពេល Pfizer ដូចជា Astra ស្អីគេដែរដូចមិនពេល Pfizer ហ៎ដូចជា class របស់ស្អីគេដែរណា check lee 100បន្ទុកណាវណ្ណៈឃើញអ្នក100បន្ទុកហើយដូចឥឡូវចង់និយាយណាតែនិយាយទៅគ្រូមកតោព្រោះនេះមនុស្សខ្លះចាប់អារម្មណ៍បងប្អូនណាក្នុងជីវិតក្នុងបើអ្នកដែលមើលទូរទស្សន៍សូនតារាអានី100បន្ទុកអ្នកដែលមើលទូរទស្សន៍សូនតារាណាអាចខ្លាចជាអ្នកប្រាជ្ញដែរបងប្អូនខ្ញុំនិយាយតែមួយមុនខ្ញុំនិយាយពួកខ្ញុំបងប្អូនខ្លាច100បន្ទុកខ្ញុំនិយាយអីទៀតតែខ្ញុំនឹងប្រាប់បង្ហើបទៅចុះខ្លាចជាអ្នកប្រាជ្ញមិនបងប្អូនឃើញព្រឹត្តិការណ៍អីណារំមេតាអ៊ំ100បន្ទុកសកោសខ្លាំងអ៊ីរិចព្រឹត្តិការណ៍ណាដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាសកម្មភាពរបស់ហ៊ុនសែនដែលខ្ញុំថាអ្នកដែលមើលសូនតារាស្គាល់ហ៊ុនសែនដូចបាត់ដៃណាគឺថាសកម្មភាពនេះក៏ចូលប្រព័ន្ធសូនតារាបងប្អូនបើមិនជិះបងប្អូនរកសកម្មភាពណាមួយហើយអ្នកដែលតាមដានមើលទូរទស្សន៍សូនតារាសកម្មភាពណាដែលអត់ចូលប្រព័ន្ធសូនតារាឥឡូវខ្ញុំឲ្យបងប្អូនរកមួយសកម្មភាពណាដែលអត់ចូលប្រព័ន្ធសូនតារាអត់តែមានទេបងចិត្តតែចូលទាំងអស់មានន័យថាខ្ញុំមើលធ្លុះប៉ាខេមដូនទៅមែនទេណ៎សក់ខេមបូឃីវ100បន្ទុកច្រើនណាបងប្អូនហ៊ុនសែនណាគឺអ្នកណាប៉ះឬបើគាត់និយាយអីប៉ះហ៊ុនសែនស្អុយហើយបើគាត់និយាយចង្រៃហ្នឹងចង្រៃសយហ្នឹងខ្ញុំធ្លាប់លើករឿងនឹងមួយបែររឿងកលេងចាក់ប្រចាំងហ្នឹងតែចាក់ទៅណាកុំធ្វើបាបគ្នាតែក្នុង YouTube បាញ់ជំនាញទៅរឿងងាយអីជាមួយទេវតារោងាយក្រាន់ងាយក្រាន់ខ្ញុំមិនដឹងងាយក្រាន់ងាយក្រាន់រឿងហ្នឹងល្អមើលអានោះវាឆ្លុះបញ្ចាំងដូចហ៊ុនសែនតែឲ្យតែនិយាយស្អីគឺតែសយបងប្អូនណាអ្នកណាដែលទៅប៉ះហ៊ុនសែនគឺសយហើយនឹងស្អុយហើយបើគាត់និយាយអីគឺចង្រៃមកកុំនិយាយចង្រៃមកឥឡូវខ្ញុំនិយាយរឿងនឹងតិចចោលដើម្បីបងប្អូនដឹងបន្តទៀតបន្តរឿងបាក់សាំងពេលនោះឥណ្ឌាហ្នឹងក៏សូមជួបសវនាការជាមួយគាត់ដើម្បីណាត្រឡប់ទៅប្រទេសឥណ្ឌាវិញហើយទូតថ្មីនឹងមកសម្ដេចដឹងថាឥណ្ឌាផលិតនៅវ៉ាក់សាំងណា AstraZeneca ហ្នឹងដែលវាល្អជាងវ៉ាក់សាំងចិនហ្នឹងសម្ដេចសុំពេលនោះទូរទស្សន៍ចុះផ្សាយអស់ថាសម្ដេចអគ្គមហាសេនាបតីជោវិញហើយហ៊ុនសែនណាសឹមសម្បូរបានស្នើសុំឥណ្ឌានៅវ៉ាក់សាំង AstraZeneca ចំនួនប្រហែលលានដូសនេះគ្រាន់តែគាត់និយាយហើយយប់ឡើងរោងចក្រវ៉ាក់សាំងនៅឥណ្ឌាឆេះតិចបងឆេះតិចមកឆេះតិចហើយខ្ញុំនិយាយរឿងប៉ាត់ហ្នឹងរឿងប៉ាត់ហើយមកទៀតមានរឿងបន្តទៀតគាត់និយាយអីក៏វាចង្រៃដែរ
ដល់តែពេលឥឡូវមកជាក់ស្ដែងទៅអញ្ចឹងត្រូវនិយាយកាត់ពិតព្រោះនឹងវាប៉ាត់រឿងវាប៉ាត់គាត់ចេញអាសាឃ្លាយវីដេអូហើយថាមើលអាណាជាក្នុងទំព័រ Facebook បុកត្រូវតែជាប់គុកជាដាច់ខាតមិនមែនតែនៅក្នុងទំព័រ page បុកទេនេះ page គណៈបកប្រជាជនជេគណៈបកប្រជាជនជេថ្នាក់ដឹកនាំអីក៏ដោយត្រូវតែជាប់គុកមិនអាចលើកលែងឲ្យបានឡើយចឹងរៃបងប្អូនគាត់និយាយថ្ងៃហ្នឹងប្រព័ន្ធផ្សព្វផ្សាយនឹងចែកគ្រប់គ្នាប្រោកស្អែកឡើង4គ្រាប់បងប្អូនណា4 8គ្រាប់នៅប៉ោយប៉ែកទម្លាក់បងប្អូនទម្លាក់គ្រាប់ទុកហើយមកទៀតមកដល់ភ្នំសំពៅបងប្អូនទុកហើយទូនេះនៅស្អីនៅស្អីគេណានៅខេត្តសៀមរាបស្អីខ្ញុំភ្លេចឈ្មោះបាត់ទៅបាទអាស្ពានមួយដាច់បាត់បងប្អូនដាច់បាត់ខ្ញុំកាលនោះដោយសារតែស្រុកវាកំពុងតែសង្គ្រាមជាប់ដៃខ្ញុំនឹកឃើញណាខ្ញុំថាខ្ជិលនិយាយតែឥឡូវវាស្ងាត់ហើយរឿងស្ងប់ហើយវាដាក់គ្រឿងខ្លែងបន្តិចទៅវាមិនស្អីទេចង្រៃណាបងប្អូននេះចឹងបងប្អូនចាំមើលសាច់គាត់និយាយទៀតផ្ទុះទៀតគាត់និយាយទៀតតាហ៊ុនសែនហៅមកពុកមកសន្ទុះថៃដាក់ឲ្យគ្រប់វងបងអត់ទេបងប្អូនណាមាត់គាត់នេះគឺចឹងមកបងប្អូនគាត់តែគ្រាន់តែគាត់សុំវ៉ាក់សាំងឌីរោងចក្រវ៉ាក់សាំងឌីចេះត្រួតប៉ុន្តែណាអានឹងខ្ញុំធ្លាប់រឿងកាត់លើកឧទាហរណ៍ពីរស្រីនេះលើកឧទាហរណ៍មួយរឿងមែនទេរឿងទេបណ្ណារោហើយនឹងរឿងនេះក្រាំងមួយទៀតខ្ញុំរឿងឆាវបងប្អូនអាសាលឺខ្ញុំនិយាយឆាវចំណាំតែសោតពេលដែលបាក់ទ័ពទៅនេះរត់ខ្ចាស់ខ្ចាយហ្នឹងគាត់ចេះតែសោតថាគេល្ងងគេសោតទៅពួកកូនតាហ៊ានថាសុហ្វីសុំឲ្យតែលោកម្ចាស់លោកឧបរាជសោតដឹងតែមានគ្រោះមកដល់ហើយលោកឧបរាជមេតាឈប់អួតមេតាឈប់និយាយបាត់មាត់ឈប់សោតទៅឆាវទៅបើបាត់មាត់បាត់ស្អីជូកលៀងល្ងងណាស់បើខ្ញុំជាជូកលៀងខ្ញុំប្រកបទ័ពតែហ្នឹងមែនទេសោតអះមកចេញមកចុងក្រោយកូនអ៊ីសោតលេងចេញបដ ாய் ពូដាមែនទេសោតលេងចេញបដ ாய் បងប្អូនឆាវមានអាមាត់ចង្រៃនឹងមួយឲ្យតែឡើងកូនតាហ៊ានមេតបចំណាំងឲ្យតែលឺឆាវថាអូអានោះល្ងងណាសោតអះមកអានឹងតាហ៊ានខំមិញនឹងចូលមកព្រាតែម្ដងអានឹងគឺជារឿងមួយដែលខ្ញុំរំលឹកបងប្អូនបន្តិចគ្រឿងខ្លែងទី2ប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនបាទស្រាច់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្ដាត់កំណត់ពឹងជុំគ្រឿងខ្លែងទី2ខ្លី1នាទីខ្ញុំនិយាយច្បាស់ទៅណាថៃត្រូវតែដកទ័ពចេញពីកម្ពុជាហើយខ្ញុំដដែលសម្រាប់សូមអំពាវនាវឲ្យខ្មែរទាំងក្នុងនិងក្រៅប្រទេសនិងរដ្ឋាភិបាលនៃកម្ពុជាដឹងទៅអន្តរជាតិដូចអ្វីដែលលោកប្រធានសំរងស៊ីបានអះអាងធ្វើតាមសំរងស៊ីគឺត្រូវហើយបណ្ដេញកងទ័ពខុសច្បាប់ដោយដែលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីបានបណ្ដេញកងទ័ពវៀតណាមចេញពីប្រទេសកម្ពុជា 100000 នាក់បងប្អូនមានដឹងថាហេតុអីបានជាវៀតណាមដកកងទ័ពចេញពីប្រទេសកម្ពុជានេះដោយសារតែកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីបងប្អូនthấyវៀតណាមដកនៅឆ្នាំ89ហ្នឹងនេះ88 កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីឆ្នាំ91ជួតកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីនេះចាប់ផ្ដើមជជែកចរចាគ្នាតាំងពីឆ្នាំ86 87តែសួរសម្ដេចតេជោគាត់ជាស្ថាបនិកគាត់ដឹងសម្ដេចតេជោណាសម្ដេចតេជោហ៊ុនសែនណាតាំងពីឆ្នាំ86 87រហូតចុងក្រោយឆ្នាំ88ឈានទៅដល់ការសម្រេចមួយថាទី1កិច្ចព្រមព្រៀងហ្នឹងមិនមែនដាក់ម្ដងមកកញ្ចប់ទេបងប្អូនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីណាវាសម្រេចតាមដំណាក់កាលឆ្នាំ86សម្រេចបានមួយកម្មឆ្នាំ87សម្រេចបានមួយកម្មឆ្នាំ88កិច្ចព្រមព្រៀងឈានដល់សម្រេចបានមួយកម្មទៀតគឺថាត្រូវដកកងទ័ពដែលមានវត្តមានលើទឹកដីកម្ពុជាដកឆ្នាំ88 89មែនទេហើយចូលឆ្នាំ90បានមានមួយតង់ទៀតគឺអ៊ុនតាក់ត្រូវភាគីទាំងអស់ចូលមករៀបចំការបោះឆ្នោតរំលាយរដ្ឋាភិបាលទាំងអស់ឲ្យមានរដ្ឋាភិបាលបណ្ដោះអាសន្នមួយគឺអង្គការសហប្រជាជាតិអានឹងដំណាក់កាលវាទៅមុនតាមពិតមិនឆ្នាំ91បានសញ្ញេហើយបានអ៊ុនតាក់ចាប់ផ្ដើមចូលមកមែនទេរៀបចំការបោះឆ្នោតឆ្នាំ93អានឹងចឹងណាមិនមែនមានន័យថាយួនដកកងទ័ពហ្នឹងក្រោយកិច្ចព្រមព្រៀងថាដឹងយួនដកកងទ័ពចេញពីប្រទេសកម្ពុជាដោយសារតែកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសដំណាក់កាលទី3ដំណាក់កាលទី1គឺឯកភាពប៉ុណ្ណេះដំណាក់កាលទី2គឺឯកភាពប៉ុណ្ណេះដំណាក់កាលទី3ឯកភាពប៉ុណ្ណេះដំណាក់កាលទី4មែនទេឲ្យរំលាយអង្គការរដ្ឋាភិបាលបង្កើតអង្គរដ្ឋាភិបាលបណ្ដោះអាសន្នមួយដែលឲ្យឈ្មោះថាអ៊ុនតាក់នេះគ្រប់គ្រងដោយអង្គការសហប្រជាជាតិដំណាក់កាលទី3បោះឆ្នោតដំណាក់កាលទី4គឺចែកអំណាចបងប្អូននេះគឺដំណាក់កាលរបស់វាទេនេះអញ្ចឹងហេតុអីបានជាថៃត្រូវតែដកទ័ពចេញពីប្រទេសកម្ពុជាហេតុផល3យ៉ាងច្បាស់អត់មានសម័យទេឆៃចាស់យ៉ាងមុនទី1យោងតាមច្បាប់អន្តរជាតិប្រទេសកម្ពុជាមានផែនទីនិងផ្ទៃដីច្បាស់លាស់មិនស្រពេចស្រពិលឡើយយោងតាមច្បាប់អន្តរជាតិដែលអនុវត្តដោយអង្គការសហប្រជាជាតិនិងឧត្តមក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិប្រទេសមួយមិនអាចយកទឹកដីប្រទេសមួយបានឡើយតើហ៊ុនម៉ាណែតធ្វើជានាយករដ្ឋមន្ត្រីបានដឹងរឿងនឹងដែរទេទី2យោងតាមកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសខ្ញុំនិយាយមែនទេដែលនិយាយអំពីដែនអធិបតេយ្យភាពកម្ពុជាមិនអាចរំលោភបានណែរដ្ឋសែនហើយប្រទេសថៃប្រទេសមហាអំណាចទាំង5មានតួនាទីការពារបូរណភាពទឹកដីកម្ពុជាទី3
យោងតាមតុលាការអន្តរជាតិដែលយើងត្រូវតែផ្ដល់3នេះកម្ពុជាមិនអាចយកអាវុធទៅតតាំងជាមួយថៃបានទេអ្នកណានិយាយថា